ដល់រដូវកាលសបោក្តាប់អំពិលអញ្ចឹងបងប្អូនចូលចិត្តយកមកធ្វើអីញ៉ាំជាងគេសម្រាប់នេះខ្ញុំគឺចូលចិត្តយកមកបុកញ៉ាំជាមួយនឹងត្រីអាំងក៏ដូចជាមានអន្ទង់អាំងជាដើមអញ្ចឹងបងប្អូនហើយឲ្យតែមានភ្លៀងធ្លាក់ម្ដងសមាជិកគ្រួសារតែងតែរកត្រីរកអន្ទង់បានក៏ដូចជាក្តាមពេលមានភ្លៀងធ្លាក់ក៏អត់ទៅរកណាឆ្ងាយដែររកតែមាត់ស្រះខាងក្រោយផ្ទះនឹងឯងបងប្អូនដែលឡៃឆ្នាំនេះស្រះយើងបូមចិត្តអស់អញ្ចឹងក៏មិនសូវមានត្រីមានអន្ទង់ប្រមាណដែរហើយកូនប្រុសក៏ចាប់បានមួយចំនួនអញ្ចឹងមានអន្ទង់ផងមានត្រីផងអញ្ចឹងបងប្អូនក៏នឹកឃើញចង់អាំងញ៉ាំផ្គាប់ជាមួយនឹងអំពិលបុកហើយអង្គុយកាត់ភ្លើងបងប្អូនហើយមានតែខ្ជុងម្ដុំលោកពុកទៅរកក្តោថ្នោតឲ្យបានមកអត់តេះតែម្ដងបងប្អូនដើម្បីយើងដាក់ធ្វើជាល្ងើកអាំងត្រីរបស់យើងជាមួយនឹងអន្ទង់ដាក់ប្រកាត់ភ្លើងចោលហើយឥឡូវមករៀបចំគ្រឿងក្រៅសម្រាប់បុកអំពិលរបស់យើងវិញម្ដងហើយចំពោះអំពិលថ្ងៃនេះគឺទិញមីងនៅមុខផ្ទះនឹងឯងគាត់លក់បន្លែលក់អំពិលជារៀងរាល់ថ្ងៃនៅផ្សារអញ្ចឹងបងប្អូនហើយគាត់ជូនអីបងប្រុសគាត់ទិញត្រីអណ្ដែងឲ្យ1គីឡូទៀតគេថាត្រូវគ្នាតែម្ដងនឹកឃើញការនៅលក់បាយបងប្អូនហើយឲ្យតែអាំងត្រីម្ដង50-60គីឡូអីជាមួយលោកពុកនិយាយពីថាលក់តែមួយផ្លែទេអស់រលីងតែម្ដងត្រីអាំងជាមួយនឹងអំពិលបុកនឹងឯងហើយលោកពុកគាត់ជួយប្រឡាក់ឲ្យដោយសារតែការលក់បាយមហូបលោកពុកគាត់ជំនាញខាងអាំងត្រីក៏ដូចជាប្រឡាក់ត្រីអាំងនេះឯងបងប្អូនអើយនិយាយពីថាប៉កែអាំងប៉កែប្រឡាក់ឆ្ងាញ់មែនតើហើយសម្រាប់អន្ទង់នេះគឺយើងរកខាងក្រោយផ្ទះតាមមាត់ស្រះនឹងឯងបងប្អូនមានធំមានតូចហើយបើបុកអំពិលវិញបងប្អូនកុំចោលគល់សក្តិឲ្យសោះយើងហាន់វាស្ដើងមកហើយបុកឲ្យម៉ត់មកលាយជាមួយនឹងបឹងខ្ទឹមសរបស់យើងចាំដាក់អំពិលចូលចំពោះម្ទេសវិញបងប្អូនដាក់តាមចំណង់ចំណូលចិត្តចូលចិត្តហិលខ្លាំងឬក៏ហិលល្មមអីអញ្ចឹងបងប្អូនហើយដាក់អំបិលគ្រួសរបស់យើងលាយជាមួយនឹងប៊ីចេងឬក៏បងប្អូនចូលចិត្តស្ករក៏ដាក់តាមចំណង់ចំណូលចិត្តមកបុកវាឲ្យរាងម៉ត់បន្តិចមកគឺជាការស្រេចហើយភ្លក់មើលមកបងប្អូននិយាយពីថាប្រកបជាមួយនឹងត្រីអាំងឈ្ងុយជាពិសេសបានអន្ទង់អាំងទៀតនិយាយពីថាត្រូវគ្នាមែនតើហើយបើបានប្រកបជាមួយនឹងអន្លក់ជាច្រើនមុខទៀតកាន់តែឆ្ងាញ់រាល់ថ្ងៃទោះរវល់ជាមួយនឹងការងារហត់នឿយច្រើនយ៉ាងណាក៏មិនដែលភ្លេចញ៉ាំជាមួយនឹងវីតាមីន NAD+ Skin យ៉ាងដែរញ៉ាំជាមួយនឹងវីតាមីន NAD+ Skin យ៉ាងនេះមួយថ្ងៃ2គ្រាប់ជួយឲ្យយើងមានកម្លាំងមានថាមពលជួយឲ្យរាងកាយយើងនឹងរឹងមាំបានល្អជួយប្រឆាំងនឹងជំងឺផ្សេងជួយបង្កើនការចងចាំហើយអ្វីដែលពិសេសគឺជួយជួសជុល NAD ដូចជាជួយជួសជុលកោសិកាដែលខូចខជួយឲ្យគេងលក់ស្រួលជួយរំលាយអាហារហើយអ្វីដែលពិសេសជួយថែរក្សាស្បែកឲ្យស្រស់ស្អាតក្មេងជាងវ័យញ៉ាំដោយជំនឿទឹកចិត្តដែលសារតែជាផលិតផលដែលផលិតនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនចែកសោភីផ្សារធម្មជាតិ24វីតាមីន NAD+ Skin យ៉ាងនេះគឺជាវីតាមីនដែលមានគុណភាពមានស្តង់ដារដែលបានចុះបញ្ជីការនិងទទួលស្គាល់ត្រឹមត្រូវដោយក្រសួងសុខាភិបាលដែលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមអសតស្ថាននានាតាមម៉ាតនិងផ្សារទំនើប25ខេត្តក្រុងឬក៏អាចទំនាក់ទំនងទិញតាមរយៈ page ផ្សារធម្មជាតិ24បានជីស្រះចិញ្ចឹមត្រីឲ្យទៅដល់រដូវកាលភ្លៀងម្ដងនិយាយថាសบายរកត្រីមែនតើបងប្អូនហើយជាពិសេសរដូវវស្សានេះឯងអាចទៅភ្លៀងពេញស្រះដឹងតែមានត្រីឡើងហើយដោយឡែកឆ្នាំនេះស្រះបូមអស់មួយចំនួនអញ្ចឹងអត់សូវមានត្រីដែរទេហើយដូច្នេះហើយត្រូវតែទិញត្រីយកមកពីផ្សារដើម្បីញ៉ាំមួយចំនួនអញ្ចឹងប៉ុន្តែអ្វីដែលសំខាន់ទិសដៅរបស់យើងនៅក្នុងគ្រួសារកសិកម្មខ្នាតតូចរបស់យើងគឺត្រូវតែចិញ្ចឹមបន្ថែមមានត្រីអណ្ដែងផងត្រីក្រាញ់ផងត្រីប្រាផងជាពិសេសមានកង្កែបផងដែរបងប្អូនជាមួយលឹកពុកអាំងត្រីក៏ដូចជាអន្ទង់ឆ្អិនមិនទាន់អស់ផងឥឡូវចាប់ផ្ដើមមកផ្គាប់ញ៉ាំជាមួយអំពិលបុកក៏ដូចជាបន្លែរបស់យើងនិយាយថាជាតិមែនតើ